ថ្ងៃនេះក៏បានងារភក់បងប្អូនអើយបាទត្រូវខ្យល់កូនក្នុងព្រៃហ្មងអញ្ចឹងហ៎បងប្អូនបាទដោយសារតែថ្ងៃនេះយើងរកងារភក់នឹងគឺអស់កម្លាំងខ្លាំងមែនទែនហើយផ្លេចយកបាយទៅតាមខ្លួនទេបងប្អូនអើយបាទអញ្ចឹងមានតែយកងារភក់យើងនឹងយកមកអាំងនៅលើទូខោភ្លាមៗតែម្ដងរបៀបអាំងងារភក់នឹងគឺខ្ញុំធ្លាប់ចេញវីដេអូនឹងគឺច្រើនមែនទែនអ្នកទាំងអស់គ្នាក៏ប៉ុន្តែនៅតែមានបងប្អូនដែលគាត់ឆាតសួរដែរអញ្ចឹងណាគាត់សួរថាងារភក់នឹងយកទៅធ្វើអីឆ្ងាញ់យកទៅធ្វើអីឆ្ងាញ់ទាំងដែលវីដេអូខ្ញុំនឹងចេញគឺច្រើនមកហើយបាទអញ្ចឹងថ្ងៃនេះក៏សម្រេចចិត្តថាធ្វើឲ្យបងប្អូនទស្សនាម្ដងទៀតតែម្ដងទៅបាទអញ្ចឹងថ្ងៃអ្នកទាំងអស់គ្នាសម្រាប់ការរកងារភក់នេះគឺមិនងាយស្រួលប៉ុន្មានទេបងប្អូនអើយបាទយើងត្រូវរុកព្រៃយើងត្រូវដើរកាត់ភក់កាត់ច្រំទៅប្រមឲ្យបាន1គីឡូនេះគឺមិនងាយទេណាបាទអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ចង់កំងងារភក់អីអធិស្ឋានអ្នកទាំងអស់គ្នាដែលគាត់តថ្លៃខ្ញុំបានជួយបញ្ចុះតម្លៃជូនអញ្ចឹងណាដោយសារតែងារភក់នេះយើងពិបាករកដែរបងប្អូនអើយខែនេះយើងអត់សូវសបោដូចមុនទេបងប្អូនបាទងារភក់នេះបើកាលមុនអីសបោអ្នកទាំងអស់គ្នាតែឥឡូវនេះបើសឹងថាយើងរកចិត្តអីលែងមានហើយបាទបើយើងចង់ទៅរកតើយើងទៅឆ្ងាយតាមកោះតាមអីអញ្ចឹងណាជួនកាលអាចចំណាយពេលមួយយប់ពីរយប់ទៅសម្រាប់នៅនឹងមួយយប់ពីរយប់ក៏មានដែរតែក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែជួយគាំទ្រការលក់ងារភក់ក៏ដូចជាគ្រឿងសមុទ្រអីផ្សេងដែលគាត់ជួយកំងអីចឹងណាមានបងប្អូនខ្លះក៏គាត់ជួយកំងហើយកំងទៀតកំងទៀតចឹងទៅបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងចង់ដឹងថាការរកងារភក់មួយថ្ងៃពេញនេះយើងនឹងឆ្លងកាត់អ្វីខ្លះនោះតើតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះប្លែកជាងថ្ងៃមុនឆ្ងាយបងប្អូនអើយដោយសារតែរាល់ដងយើងធ្លាប់ទៅព្រៃអីយើងទៅដើរចឹងណាឥឡូវនេះយើងក៏ចាប់ផ្ដើមជិះទូកទៅវិញហើយបងប្អូនបាទដោយសារតែធ្លាប់ប្រាប់បងប្អូនចឹងថាងារភក់នេះយើងរកតាមជើងគោកលែងមានហើយបងប្អូនអើយមានរកតាមទូកវិញពីព្រោះថាតាមទូកអត់សូវមានអ្នកទៅដល់ចឹងទៅបាទបើយើងរកតាមគោកស្គាល់ថាគេក៏រយើងក៏រចង់អស់ហើយបងប្អូនអើយបាទតែបើតាមទូកគឺភាគតិចដែលគាត់ទៅរកដល់ទីតាំងកន្លែងដែលសបោចឹងណាដូចថ្ងៃនេះអីក៏យើងរកបានច្រើនមែនតើអ្នកទាំងអស់គ្នាចិត្តមកទូកតែម្ដងបាទដោយសារតែទីតាំងនេះគឺជាទីតាំងថ្មីកម្រមានអ្នកទៅដល់កម្រមានអ្នករកចឹងទៅយើងអាចរកបានច្រើនហើយបងប្អូនអើយងារភក់នេះហើយធំស្មើហ្មងបងប្អូននេះហើយងារភក់នេះមានបងប្អូនសួរថាយើងយកទៅធ្វើឲ្យបានខ្លះចឹងទៅងារភក់នេះយើងអាចយកទៅអាំងទឹកត្រីកកុងទៅធ្វើទឹកប្រហុកក៏បានយកទៅធ្វើទឹកម្រេចក៏បានយកទៅស្ងោរយកទៅឆាយកទៅចៀនអីទៅតាមតម្រូវការដែលបងប្អូនចង់ធ្វើចឹងទៅបាទតែសម្រាប់ខ្ញុំនេះគឺចូលចិត្តតែអាំងហ្នឹងបងប្អូនហើយបាទអាំងទឹកត្រីកកុងអាំងទឹកប្រហុកក៏ដូចជាអាំងទឹកម្រេចអីគឺថាត្រូវប៉ាន់ខ្លាំងមែនតើអញ្ចឹងណាបាទបើយើងមានខ្ទើបំពងមានអីទៀតហ្នឹងគឺថាអូយបងប្អូនហើយបាទឆ្ងាញ់មែនតើអាងារភក់នេះសំខាន់ឥឡូវនេះជាដល់ចូលឆ្នាំខ្មែរទៀតហើយបងប្អូនហើយបាទសម្រាប់បងប្អូនណាដែលតម្រូវការងារភក់យកទៅអាំងជួបជុំគ្រួសារជួបជុំបងប្អូនមិត្តភ័ក្តិកម្មវិធីជប់លៀងអីគឺត្រូវមែនតើណាអ្នកទាំងអស់គ្នាងារភក់នេះគឺត្រូវយើងយកទៅអាំងជួបជុំគ្នាអីគឺថាហូបទៅឆ្ងាញ់មែនតើបាទអញ្ចឹងងារភក់នេះវាមានតំណមួយហ៎បងប្អូនបើយើងហូបម្នាក់ឯងអត់សូវឆ្ងាញ់ទេតើយើងមានគ្នាយើងហូបមានគ្នាចន្លោះពី3នាក់ឡើងគឺដឹងតែឆ្ងាញ់បងប្អូនមិនដឹងរសជាតិមកពីណាទេបាទនិយាយទៅរៀងថាប្រូទៅចាបងប្អូនក៏ប៉ុន្តែអានេះជារឿងជាក់ស្ដែងសូម្បីយើងហូបបាយក៏ចឹងដែរអ្នកទាំងអស់គ្នាបាទហូបបាយបើយើងហូបបាយម្នាក់ឯងក៏អត់សូវឆ្ងាញ់ដូចយើងហូបមានគ្នាដែរណាបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្លាប់ឆ្លងកាត់រឿងបែបនេះគាត់ប្រកាសជាយល់ហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាដែលហូបបាយម្នាក់ឯងអត់ឆ្ងាញ់អីតើតែមានគ្នាអីជួយខមមិននៅក្នុងវីដេអូនេះផងហ្នឹងឥឡូវនេះកុំឲ្យខាត់ពេលវេលាច្រើនយើងចូលសកម្មភាពវីដេអូរបស់យើងបន្តទៀតបាទរ៉ៃរ៉ាប់ដូចរៀងច្រើនតិចហើយបងប្អូនហើយបាទឥឡូវនេះយើងក៏ចាប់ដើមទៅរកងារភក់ក៏រើសបានខ្យងផ្ញើប្រានបងប្អូនអានេះគេហៅថាខ្យងផ្ញើប្រានក៏ប៉ុន្តែសម្បកនេះសម្បកខ្យងកំបោយបាទខ្យងផ្ញើប្រានហ្នឹងគឺវាចូលទៅក្នុងសម្បកខ្យងដតីដើម្បីស្នាក់អាស្រ័យនៅកន្លែងហ្នឹងដូចផ្ទះសនៈវាអញ្ចឹងណាអ្នកទាំងអស់គ្នាបាទនៅបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមមករកនៅទីតាំងថ្មីមួយនេះគឺថាទេសភាពស្រស់ស្អាតខ្លាំងមែនទែនបងប្អូនអើយនិយាយទៅនៅតំបន់ព្រៃកោងកាងឲ្យតែយើងមានទូកទៅព្រៃជ្រៅអីព្រៃឆ្ងាយគឺដើមកោងកាងធំត្រង់ធ្លុនិយាយទៅស្អាតមែនទែនបងប្អូនស្អាតណាបាទគឺត្រង់ភ្លឹងហ្មងដើមកោងកាងនៅតំបន់នេះហើយបើសត្វស្វាក៏សបោហើយសត្វព្រៃមួយចំនួនក៏សបោដែរបាទសត្វស្លាបសត្វអីពិសេសនៅពេលដែលយើងដេកថ្ងៃដេកអីហ្នឹងគឺលក់ស្រួលបងប្អូនហើយបាទសូម្បីតែគ្រឿងសមុទ្រអីផ្សេងដូចជាក្តាមថ្មដូចជាពគាអីគឺក៏សបោទៅតាមនឹងដែរពីព្រោះថាតំបន់នេះគឺកម្រមានមនុស្សដែលគាត់មកដល់ចឹងទៅយើងអាចរកបានច្រើនទៅតាមនឹងចឹងទៅបាទហើយនេះរើសបានកធនមួយដែលវារសាត់អណ្ដែតមកពីណាពីណីទេបាទមកជាប់នៅលើច្រាំងព្រៃកោងកាងនេះឃើញព្រៃកោងកាងស្អាតខ្ពស់ធំត្រង់ធ្លុចឹងចេះតែចូលម្នាក់ឯងអីប្រយ័ត្នរំវែងព្រៃហ្នឹងបងប្អូនទាំងអស់គ្នាបាទពីព្រោះតំបន់ព្រៃកោងកាងនេះគឺដើមកោងកាងគឺខ្ពស់ខ្លាំងមែនតើបាទគឺយើងពិបាកដើររកដើមឈើណាមួយដែលយើងឡើងដើម្បីមើលផ្លូវណាស់ណាអ្នកទាំងអស់គ្នាដោយសារតែដើមកោងកាងតំបន់មាត់សមុទ្រនេះគឺកម្ពស់របស់វានឹងគឺស្មើគ្នាដល់ចឹងយើងពិបាកមើលផ្លូវហ្នឹងបងប្អូនបាទអញ្ចឹងគួរតែប្រយ័ត្នប្រយែងប្រុងប្រយ័ត្នទាំងអស់គ្នាប្រយ័ត្នវែងព្រៃបងប្អូនបាទបងប្អូននឹងស្រាប់ហើយតំបន់សមុទ្រនេះវាមិនដូចតំបន់ភ្នំទេតំបន់ភ្នំបើសិនជាយើងវែងព្រៃយើងមានទឹកផឹកមានអីអត់អីណាអ្នកទាំងអស់គ្នាបើតំបន់ព្រៃកោងកាងនេះគឺសុទ្ធតែទឹកប្រៃបងប្អូនបាទថាវែងព្រៃអត់មានទឹកអីគឺចប់ហើយបងប្អូនហើយបាទសម្រាប់ទឹកមួយគឺកុំភ្លេចឲ្យសោះទៅតំបន់ព្រៃគឺត្រូវដាក់ឲ្យច្រើនផឹកឲ្យគ្រប់គ្រាន់ចឹងទៅពីព្រោះខ្ញុំធ្លាប់មានវត្តពិសោធន៍ដែរទៅ
ព្រៃដាក់ទឹកទៅអត់គ្រប់អីគឺដើរបងប្អូនអើយមិនដឹងរកទឹកណាហូបណាទេព្រោះតំបន់ជុំវិញសត្វតែទឹកប្រៃអញ្ចឹងណាហើយមួយទៀតគឺមាត់កបងប្អូនបាទបើសិនជាបងប្អូនមកដើរលេងគ្នាច្រើនអីយើងគួរតែហាមគ្នាទៅវិញទៅមកបាទកុំឲ្យមាត់ពាក្យសម្ដីអីបាទនិយាយខុសមាត់ខុសពាក្យអីចឹងទៅណាបាទអ្នកនរគ្នាឥឡូវនេះយើងរកងារពួកនេះគឺអស់កម្លាំងមធ្យមហើយបងប្អូនហើយមិនអស់កម្លាំងខ្លាំងគឺមធ្យមឡើយបាទចឹងក៏សម្រាប់នៅក្នុងព្រៃកោងកាងនឹងមកសតិចរួចហើយក៏ចាប់ដើមធ្វើដំណើរទៅរកងារពួកយើងបន្តទៀតបាទអញ្ចឹងសម្រាប់នៅក្នុងព្រៃកោងកាងនេះបាទគឺសម្រាប់គឺលក់ស្រួលដូចប្រាប់អ្នកនរគ្នានៅដើមវីដេអូអញ្ចឹងដោយសារតែតំបន់ព្រៃកោងកាងគឺតំបន់ដើមឈើធំធំខ្ពស់ខ្ពស់ដល់អញ្ចឹងស្លឹកវានៅខាងលើហើយខាងក្រោមគឺអត់សូវមានស្លឹកឯដល់អញ្ចឹងធ្វើឲ្យខ្យល់នឹងអាចចេញចូលបានពេលយើងដេកហ្នឹងគឺលហើយបាទហើយមកលប់ត្រជាក់ស្ងាត់ស្រួលមែនតើណាបងប្អូនបាទក៏ប៉ុន្តែសម្រាប់នៅខាងក្រោមជើងកោងកាងហ្នឹងគឺពិបាកដើរដោយសារតែវាភក់ខ្លាំងដល់អញ្ចឹងបងប្អូនដែលគាត់មិនធ្លាប់ដើរពីមុនមកអីអាចនឹងឈឺជើងឬក៏ក្រិចជើងឬក៏អាចឈឺជង្គង់អីចឹងទៅដោយសារតែព្រៃកោងកាងវាមានអាដៃវាហ្នឹងខ្ពស់អញ្ចឹងទៅយើងត្រូវលងដៃកោងកាងហ្នឹងទៅវិញទៅមកហើយដើរកាត់ភក់កាត់ច្រំបាទអូយជ្រៅបងប្អូនឯភក់អូបាទចឹងអ្នកនរគ្នាដែលមើលឃើញសកម្មភាពរបស់ខ្ញុំនឹងក៏អត់ចង់មកហើយបាទសម្រាប់ព្រៃកោងកាងនេះសបាយពេលដែលយើងជិះទូកឯងបងប្អូនបាទព្រៃកោងកាងនេះឬមួយក៏យើងជិះទូកនៅចតនៅត្រឹមមាត់ព្រែកហើយឡើងដើមកោងកាងនៅត្រឹមមាត់ព្រែកហ្នឹងទេមិនអាចទៅហត់ចឹងទៅណាបាទអ្នកនរគ្នាឥឡូវនេះយើងក៏ត្រឡប់មកពីរកងារភក់វិញហើយបាទយើងក៏ដើរកាត់ទឹកហើយដោយសារតែយើងទៅរកហ្នឹងគឺយើងត្រូវឆ្លងកូនដៃព្រែកហ្នឹងមកតិចដើម្បីទៅរកងារភក់នៅត្រៃខាងនោះដោយសារតែវារៀងសម្បូរចឹងទៅបាទចឹងទូករបស់យើងនេះគឺថាដឹកងារភក់ថ្ងៃនេះឡើងពៀបតែម្ដងបាទអើយបងប្អូនអើយបាទធម្មតាទេការរកស៊ីយើងមានតែប៉ុណ្្នឹងទេសម្រាប់ជីវិតយើងអ្នកសមុទ្រនេះបាទរកនឹងហូបនឹងបាទចាយនឹងអញ្ចឹងទៅបាទមួយថ្ងៃរកមួយថ្ងៃហូបមួយថ្ងៃរកមួយថ្ងៃហូបមួយថ្ងៃអញ្ចឹងណាបាទចឹងងារភក់ថ្ងៃនេះគឺយើងបានច្រើនខ្លាំងមែនទែនបាទសត្វតែធំធំស្មើតែម្ដងណាបាទធំធំចេះបើយកទៅអាំងគឺត្រូវហើយបងប្អូនអើយដូចប្រាប់អ្នកនរគ្នានៅដើមវីដេអូចឹងថាជួបជុំគ្រួសារជួបជុំបងប្អូនកម្មវិធីជប់លៀងអីងារភក់នេះគឺត្រូវប៉ាន់ខ្លាំងមែនទែនដោយសារតែគេចូលចិត្តយកទៅអាំងអីចឹងទៅស្រោចទឹកត្រីកកុងទៅបំពងអីចឹងទៅឬមួយក៏ទឹកប្រហុកទឹកម្រេចទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនយកធ្វើចឹងទៅដូចអ្នកនរនេះបងប្អូនតែឃើញចឹងគឺធំធំខ្លាំងមែនទែនសង្កថាប៉ុនប្រអប់ដៃយើងហ្មងណាបាទងារភក់នេះគឺធំណាស់បងប្អូនអើយគឺសង្កថាទំហំຂະຫນាតរបស់វានឹងសង្កថា7 8គ្រាប់អី1គីឡូបាត់ហើយបាទចឹងធំចឹងគឺថាហូបមួយដឹងមួយតែម្ដងបាទហ្នឹងហើយបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមចេញពីរកងារភក់វិញហើយចឹងយើងទៅរកកន្លែងដែលភ្លឺបន្តិចបាទមកឈប់នៅកន្លែងនេះដើម្បីអាំងងារភក់យើងហូបតែម្ដងដោយសារតែរៀងហេវបាយដែរអ្នកនរគ្នាព្រោះផ្លេចយកបាយទៅបងប្អូនបាទយកពីព្រឹកតែបន្តិចហ្នឹងឲ្យហូបអត់គ្រាន់ទេបាទដល់ចឹងថ្ងៃត្រង់អីយើងអត់បានហូបទេដល់ចឹងចង់ខ្យល់កងបងប្អូនអើយបាទថ្ងៃហ្នឹងបាទចឹងឥឡូវនេះយើងក៏បន្តសកម្មភាពយើងអាំងងារភក់ដាក់ចង្ក្រានដែរអីយើងដើម្បីអាំងចឹងទៅបងប្អូនទាំងអស់គ្នាយើងទៅតែចេញពីរកងារភក់មិញណាបាទអញ្ចឹងគឺបានច្រើនមែនតើបងប្អូនទាំងអស់គ្នាបាទប្រហែលខ្ទង់100ជាងគីឡូដែរណាបាទអញ្ចឹងឥឡូវនេះយើងកំពុងតែរៀបចំបង្កាត់ភ្លើងអាំងងារភក់យើងហូបភ្លាមតែម្ដងបាទចឹងងារភក់ដែលយើងរកបានភ្លាមចេះដឹងតែឆ្ងាញ់ហើយយើងអាំងណាភ្លាមចឹងបងប្អូនអើយជាតិស្ហើមែនតើបាទអញ្ចឹងថ្ងៃនេះមានច្រើនមែនតើបងប្អូនទាំងអស់គ្នាហើយតម្លៃធូរថ្លៃមែនតើបាទអញ្ចឹងបងប្អូនណាដែលចង់បានអីតំណងមកឲ្យមកតាន់មានច្រើនអញ្ចឹងណាងារភក់ឥឡូវនេះតាន់ឥឡូវខ្ញុំនៅមានអញ្ចឹងណាបន្តិចទៀតងារភក់ឥឡូវតិចទៀតរកលែងមានហើយបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់ហូបក៏លែងមានហូបដែរដោយសារតែឥឡូវនេះវាចាប់ដើមខ្សត់មែនតើហើយបងប្អូនអីគេក៏រយើងក៏រអញ្ចឹងណាអ្នកនរគ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមបង្កាត់ធ្យូងយើងបាទដើម្បីអាំងងារភក់តែម្ដងបាទអញ្ចឹងងារភក់យើងនេះអាំងតែ3គ្រាប់ទេបងប្អូនតែអាំងអាធំអាខ្នាតហ្មងអ្នកនរគ្នាបាទសង្កថាមួយនឹងសង្កថា2 3ខាំបាត់ហើយបងប្អូនអាធំនេះបាទអញ្ចឹងយើងក៏ចាប់ដើមដាក់អាំងហើយក៏បុកទឹកត្រីកកុងរបស់យើងដើម្បីស្រោចជាមួយនឹងងារភក់របស់យើងដែលកំពុងតែអាំងនៅលើភ្លើងអញ្ចឹងទៅបាទអញ្ចឹងទឹកជ្រលក់យើងនេះសង្វាតហិលមែនតើសង្វាតម្ទេសបងប្អូនបាទដូចខ្ញុំប្រាប់អញ្ចឹងថាខ្ញុំចូលចិត្តម្ទេសខ្លាំងមែនតើបាទអញ្ចឹងងារភក់នេះមិនមែនយើងត្រឹមតែអាំងទឹកត្រីកកុងនឹងមួយមុខបានទេណាយើងអាចយកទៅធ្វើទឹកប្រហុកទឹកម្រេចបាទក៏ដូចជាយកទៅឆាយកទៅកែងយកទៅស្លទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ធ្វើអញ្ចឹងទៅអញ្ចឹងងារភក់នេះអាចធ្វើបានច្រើនរបៀបខ្លាំងមែនតើអញ្ចឹងហើយរសជាតិរបស់វានឹងក៏មិនណយដែរបងប្អូនគឺឆ្ងាញ់មែនតើងារភក់នេះអញ្ចឹងបងប្អូនណាដែលគាត់ចង់កក់ងារភក់ពេលចូលឆ្នាំខ្មែរអីក៏ឲ្យទៅបងប្អូនណាអញ្ចឹងសម្រាប់ខ្ញុំគឺអត់តម្លើងថ្លៃទេបងប្អូនអើយរដូវចូលឆ្នាំខ្មែរយើងគឺខ្ញុំអត់លក់តម្លើងថ្លៃទេណាបាទគឺយើងនៅតែលក់តម្លៃធម្មតាដែលបងប្អូនស្រុកកំងរាល់ដងជាងទៅឥឡូវនេះយើងក៏ចាប់ដើមហូបងារភក់យើងហើយដែលយើងអាំងរួចចឹងណាអ្នកទាំងអស់គ្នាបាទអញ្ចឹងបងប្អូនឆ្ងល់តែអីបានងារភក់ហូបទៅអត់ឃើញសាច់ដោយសារតែពេលដែលយើងហូបហ្នឹងគឺយើងថតទូរស័ព្ទពេលដែលទូរស័ព្ទវាពេញ memory យើងអត់ដឹងណាអ្នកទាំងអស់គ្នាបាទខំថតខំហូបអាសាច់ធំអញ្ចឹងណាស្រាប់តែមើលទូរស័ព្ទពេញ memory បាត់បងប្អូនឲ្យថតអត់ជាប់អាលីងបាទអស់សាច់អាលីង
โอเคนะเอาเนี่ยบาทแล้วนี่คือยบละมมในขนมเปรย์ในกระดาษเปรย์แต่มาดองบายืงก็จับดามฮบงิวพวกยืงรอให้ก็จับดามบนรถเพลิงบนรถอีเยอะหน่ะไปรีบจำตัวแต่ยืงจังเตยบาจังในขนมเปรย์นี่เป็นยบแจ๊คือกันแต่สงัดที่ตรงโพนในบาให้ตึกเว้นหลังโจตุกหลังจ้องเป็นมองโดยซาแต่ยืงเลี้ยงงิวพวกในเลือตุกหนึ่งจังนะนั่งไอ้วัดเอาคนนี้เอาคนจะโบกาตุสนาวิดีโอนี้ไปดามรถเอาจับจังนะบาจังวิดีโอยังไงนี่มีแต่ปนังเตบาโดยซาแต่เป็นนี่จบได้ของโพนในประมาณตรงมองผมเปิลได้ของโพนในขนมกระดาษเปรย์ในขนมเปรย์นี้บาจังเงี้ยพวกนี้ยมตัวไปยมจับดำเรียบจ้องไปบางพวกในกดกระมังบางพวกในปันยัดกรอนพองบาโดยซาแต่บางพวกกดกระมังเชิญเปกจังนั้นนะบาจังยมด่าตัวเป็นจบบางพวกพิจารณาในข้างกับกองยังนี่รถตัวเป็นจบจังยมด่าในเป็นจบจังนะบาเหมือนท่าบางพวกในดาวแคทนะเต็มมาเพย์พรำแคทกรองคือไอ้พิญญาบานต่างอ๋อบางเงี้ยพวกยังนี่ทมรอเหมือนเต้นบาหกมันช่างงานยังบางพวกเลยช่างงานเหมือนเต้นจีดเหมือนเต้นบาโดยซาแต่มันยังเป็นยมทอดมันยังบางคนทอดเป็นยังกับพวกแต่หกนั่นคืออดดังท่าตูซับเวียเป็นแม่เรียงบางคนโดยจังคอมโฮปคอมไอทอดโดยทอดเป็นมืออัดจอบลิงว่าจังคนในตอนนี้บ่ายจังจำจุดนี้เราวิดีโอคลิปต่อเตียงบางคนนะบายบายให้เนี่ยได้กอดจังบานเงี้ยพูดบางคนไอเตะตรงบานไอพิญญาบานมาเพย์พรำคัดกรองเกิดโคยเตะนะบางคนเงี้ยพูดนี้ตุกบานยูว่ะบ่าในตอนนี้บ่ายบายเอาคุณเชิญ